អានេះគឺជា iOS 26.2 ណាដែលបានអាប់ដេតតាក់ទងទី1ទៅនឹង lock screen របស់យើងឥឡូវ lock screen របស់យើងវាមានពីរបន្ទាត់នេះយើងឃើញបន្ទាត់ខាងក្រោមនេះយើងអាចសេរីកញ្ចក់បោះម៉ោងយើងឲ្យវារៀងដិតខ្លាំងឬក៏ដិតស្រាលអញ្ចឹងណាហើយទី2តាក់ទងទៅនឹង app Mixer បើយើងចុចមកកន្លែង level ឃើញថា animation វាជាកញ្ចក់ដែរនឹងឃើញថា animation រៀងលយហើយទី3ណាតាក់ទងទៅនឹង AirDrop ឥឡូវយើងទៅ send ឯកសារទៅណាម្នាក់វាត្រូវការទាមទារ password ហើយយើងអាចផ្ញើបានរយៈពេល30ថ្ងៃមិនមែនមួយថ្ងៃដូចមុនហើយបន្តមកទៀតតាក់ទងទៅនឹង Apple Music បើសិនជាយើងបាន subscribe យើងអាចស្ដាប់ជាមួយនឹង lyric ដោយមិនបាច់បើកអ៊ីនធឺណិតដែរឥឡូវធម្មតាហើយបន្តមកទៀតតាក់ទងទៅនឹង reminder ឥឡូវវាចេញ full screen បាននេះ